Today, the Peninsula Master Monghan Pika for the template website, the code HTML and code CSS. ចឹងឥឡូវ template website របស់យើងមានរូបរាងបែបនេះអញ្ចឹងយើងត្រូវប្រើកូដ HTML និងកូដ CSS ដើម្បីធ្វើម៉េចឲ្យបាននៅ template ដែលមានរូបរាងដូចនេះអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើការសរសេរកូដខ្ញុំប្រើ Sublime Text ដើម្បីសរសេរកូដព្រោះវាមានលក្ខណៈងាយស្រួលដើម្បីសរសេរអញ្ចឹងហើយជាជំហានដំបូងខ្ញុំចូលទៅកាន់ New File ឬក៏យើងអាចចុច Ctrl N ក៏បានដែរតែពីនោះយើងទទួលបាន file ថ្មីហើយយើងចុច Ctrl S save ហើយដាក់ឈ្មោះឲ្យ file របស់យើង file របស់យើងត្រូវតែ extension.html អញ្ចឹងខ្ញុំដាក់ template.html ហើយ save នៅពេលនេះយើងនឹងទទួលបាននៅ file HTML មួយដែលមានឈ្មោះថា template.html អញ្ចឹងខ្ញុំចុច ht ហើយខ្ញុំចុច Ctrl Space អញ្ចឹងវាទទួលបានបែបនេះហើយនៅក្នុង title ខ្ញុំដាក់នៅពាក្យថា template គាត់ថាដាក់សម្គាល់ថាweb page មួយហ្នឹងឈ្មោះថា template ឥឡូវយើងចូលមកមើលនៅរូបរាងនៃ template របស់យើងអញ្ចឹងនេះជារូបរាងនៃ template របស់យើងមាន div ច្រើនហើយនៅខាងក្រៅគេនេះគឺ div body ហើយបន្ទាប់មកនេះនៅក្នុង div body យើងមាន div logo ហើយយើងមាន div menu ហើយយើងមាន div content និង div foot អញ្ចឹងយើងចាប់ផ្ដើមធ្វើតាម instruction ខាងលើនេះឥឡូវនេះខ្ញុំដាក់ div body ដែលខ្ញុំសរសេរពាក្យថា div ទ្រង់ជ្រូកហើយសរសេរពាក្យថា body អញ្ចឹងខ្ញុំចុច Ctrl Space ខ្ញុំនឹងទទួលបាននៅ div body តបមកទៀតនៅក្នុង div body គឺយើងមាន div logo menu content និង foot ឥឡូវចូលទៅក្នុង div body ហើយខ្ញុំឲ្យពាក្យ div ទ្រង់ជ្រូកហើយ head ហើយ space control ខ្ញុំទទួលបាន div head តបមកខ្ញុំដាក់ div menu ហើយបន្តមកទៀតខ្ញុំដាក់ div content ការដាក់ឈ្មោះ div នេះគ្រាន់តែជាការដាក់ដើម្បីបញ្ជាក់នៅក្នុងការប្រើ selector ជាមួយនឹង CSS តែប៉ុណ្ណោះអញ្ចឹងខ្ញុំមាន div head div menu div container និង div foot ឥឡូវយើងមាន div 4ហើយបន្តមកទៀតនៅក្នុង div content យើងមាន div 3ទៀតអញ្ចឹងយើងត្រូវធ្វើតាម instruction ទាំងអស់ឥឡូវខ្ញុំចូលទៅកាន់ div content ចូលទៅនៅក្នុង div container ហើយខ្ញុំឲ្យពាក្យ div ទ្រង់ជ្រូក left សម្គាល់ថា div ហ្នឹងយើងដាក់វានៅខាងឆ្វេងតបមកខ្ញុំប្រើ div ទ្រង់ជ្រូក right ដើម្បីសម្គាល់គ្រាន់តែជាការដាក់ឈ្មោះឲ្យវានៅពេលដែលយើងប្រើ selector ហើយជាមួយនឹង CSS ងាយស្រួលហើយយើងដាក់ div center មួយទៀតអញ្ចឹងខ្ញុំទទួលបាន div 3បន្ទាប់មកទៀតខ្ញុំចុច Ctrl S save ហើយខ្ញុំមក run នៅ template របស់យើងនេះជា template ដែលយើងបាន run អញ្ចឹងដោយសារតែយើងអត់មានបានកំណត់នៅ selector ឬក៏ value attribute អីទេអញ្ចឹងធ្វើឲ្យpage របស់យើងមានអីទាំងអស់វាគ្រាន់តែមានបង្កប់នៅកូដនៅខាងក្នុងអញ្ចឹងដើម្បីប្រើ selector ហើយបន្ថែម attribute ខ្ញុំប្រើនៅកូដ CSS យើងអាចដាក់នៅខាងក្នុង head ដែលប្រើនៅ text style text CSS ហើយនៅក្នុងហ្នឹងយើងចាប់ផ្ដើមប្រើ selector ដើម្បីហៅហើយនៅកូដ HTML តែដំបូងខ្ញុំហៅ tag body ដើម្បីហៅ tag body យើងគ្រាន់តែសរសេរនៅឈ្មោះ tag ហើយបន្តមកបិទបើកនៅគៀបតមកប្រើ attribute បន្តខ្ញុំដាក់ថា background color អញ្ចឹង background color ខ្ញុំអាចដាក់ពណ៌ទ្រង់ជ្រូក D1D ឥឡូវខ្ញុំចូលក្នុងនេះហើយ refresh ចុច F5 អញ្ចឹងខ្ញុំទទួលបាននៅ background ដែលមានពណ៌ដូចនេះ
ឥឡូវខ្ញុំចាប់ផ្ដើមធ្វើការហៅនៅ d body អញ្ចឹងការហៅ d ហើយនឹងហៅនៅ tag របស់ HTML វាមានលក្ខណៈខុសគ្នាយើងប្រើសញ្ញាត្រង់ជ្រូកហើយនឹងឈ្មោះ d body ដើម្បីសម្គាល់ថាយើងហៅជាលក្ខណៈ d អញ្ចឹងខ្ញុំចាប់ផ្ដើមកំណត់នៅ y គឺតតឹងខ្ញុំកំណត់តតឹងនៃ d body ឲ្យវាចំនួនថ 80% នៃ screen ហើយកំណត់ high ឲ្យវាចំនួន 90% ហើយបានន័យថាកម្ពស់បន្ទាប់មកខ្ញុំដាក់ border ឲ្យវាខ្ញុំដាក់ border ឲ្យវាកម្រាស់ចំនួន2 pixel ហើយពណ៌ក្រហមរាងជាលក្ខណៈ solid ឥឡូវខ្ញុំចូលក្នុងនេះហើយ refresh អញ្ចឹងនេះ border ដែលមានចំនួន2 pixel ពណ៌ក្រហមរាង solid ដោយសារតែវាអត់ចូលទៅនៅចំកណ្ដាលអញ្ចឹងខ្ញុំសូមប្រើនៅ text center ដើម្បីឲ្យ web page របស់យើងវា align ទៅនៅកណ្ដាលអញ្ចឹងខ្ញុំដាក់ text center ស្រោបនៅ d body ខ្ញុំចុច Ctrl S ទៅហើយ refresh វាអញ្ចឹងវានឹងទៅនៅកណ្ដាលនៃ web page របស់យើងនៃ browser អញ្ចឹងបន្តមកទៀតខ្ញុំចាប់ផ្ដើមធ្វើការជាមួយនឹង body ដែរដោយកំណត់នៅ background color ឲ្យវាថាខ្ញុំដាក់ពណ៌ត្រង់ជ្រូក888អញ្ចឹងខ្ញុំចូលមកក្នុងនេះហើយខ្ញុំ refresh អញ្ចឹងនេះជាពណ៌ដែលមានឈ្មោះថាត្រង់ជ្រូកហើយលេខ8 3ដែរឥឡូវដើម្បីឲ្យវាពេញ screen កម្ពស់វាខ្ញុំសូមដាក់ឲ្យវាចំនួន 100% អញ្ចឹងយើង refresh វាមកនេះយើងនឹងទទួលបាននៅ page មួយដែលពេញនៅ screen 100% គឺកម្ពស់តទៅមកទៀតខ្ញុំប្រើ selector ហៅនៅ div ខ្ញុំហៅ div head ដោយសារតែ div head នៅក្នុង div body អញ្ចឹងយើងដាក់ឈ្មោះ div body ហើយដក clear ហើយដាក់ឈ្មោះ div head ទៀតអញ្ចឹងយើងបញ្ជាក់ថា div head គឺនៅក្នុង div body បន្ទាប់មកយើងកំណត់attribute ឲ្យ div head ហើយខ្ញុំ copy attribute របស់ body ដាក់ចូលឲ្យ div head ហើយខ្ញុំចាប់ផ្ដើមកែនៅ value របស់ attribute ហ្នឹងខ្ញុំដាក់ y ទៅតឹងរបស់វាហ្នឹងចំនួន 99% នៃ div body មិនមែន 99% នៃ web page ទេអញ្ចឹងខ្ញុំឲ្យ height របស់វាចំនួន 20% កម្ពស់វាគឺ 20% នៃ div body ហើយ border 2 pixel ហើយ color វាពណ៌ត្រង់ជ្រូក999រាងជា solid ដែលមាន background color ខ្ញុំដាក់ត្រង់ជ្រូក FC តមកខ្ញុំចូលគ្នាហើយ refresh ដោយសារតែវាមានបញ្ហានេះសារតែខុសត្រង់នេះឥឡូវខ្ញុំចាប់ផ្ដើមដាក់ត្រង់ជ្រូក FSC ខ្ញុំចូលគ្នាហើយ refresh អញ្ចឹងនេះជាពណ៌ background FSC ខ្ញុំសូមដូរពណ៌ border ដោយសារមើលឃើញខ្ញុំដាក់វាត្រង់ជ្រូក 55D ទៅមកខ្ញុំ refresh អញ្ចឹងនេះជាពណ៌ 55D បន្ទាប់មកទៀតខ្ញុំសូមហៅនៅ div menu ដែលមាននៅក្នុង div body អញ្ចឹងយើងប្រើលក្ខណៈដូចគ្នា
ខ្ញុំកំណត់ ID menu ចំនួនទៅតឹងរបស់វាខ្ញុំអាចដាក់ឲ្យវាចំនួនy គឺមិនដល់អញ្ចឹង y យើងអាចដាក់ឲ្យវាចំនួន 99% ដូចគ្នាតែហើយខ្ញុំដាក់ឲ្យវាតែ 10% ទេអញ្ចឹងខ្ញុំដាក់ border វា2 pixel ពណ៌ខ្មៅវាជា solid ខ្ញុំដាក់ background color ឲ្យវា DDA អញ្ចឹងខ្ញុំ save ហើយ refresh វាខ្ញុំទទួលបាន div menu មួយទៀតបន្ទាប់មកទៀតខ្ញុំហៅទៅកាន់ div content ខ្ញុំដាក់ឈ្មោះ div body ហើយដាក់ឈ្មោះ div content បន្ទាប់មកខ្ញុំកំណត់ attribute ឲ្យវាខ្ញុំដាក់ឲ្យវាចំនួន 99% ដែរចំពោះ y គឺមិនដោយឥឡូវខ្ញុំសូមលុបសញ្ញានេះដោយសារតែខ្ញុំដាក់ពីរជាន់គ្នាអញ្ចឹងបន្តមកទៀតខ្ញុំដាក់ខ្ញុំចាប់ផ្ដើមដាក់ high កម្ពស់ឲ្យវាដោយសារតែ div head វា C អស់ 20% ហើយនឹង div menu វា C អស់ 10% អញ្ចឹងសរុបទៅគឺ 30% អញ្ចឹងផ្នែកដែលនៅសល់គឺនៅសល់ 70% អញ្ចឹងខ្ញុំចែកឲ្យ div content វាធំជាងគេខ្ញុំដាក់ឲ្យវាចំនួនគឺខ្ញុំអាចដាក់ឲ្យវា 55% ខ្ញុំទុក 10% សម្រាប់ default អញ្ចឹងខ្ញុំដាក់ border 2 pixel color ទ្រង់ជ្រូក LCD ទាញជា solid ហើយ background color ខ្ញុំដាក់ឲ្យវាពណ៌នេះឥឡូវខ្ញុំ Ctrl S